សួស្តីបងប្អូនថ្ងៃនេះមេចាឆ្លាស់ល្អបាទចឹងលេងពីបា3គូចេញវាលដើម្បីយកពលឺថ្ងៃបាទយើងឃើញពួកវាចូលចិត្តស៊ីចំណីផ្សេងបាទចឹកដីចឹកគ្រោះបាទចឹងសត្វព្រាបមិនមែនស៊ីតែចំណីដែលយើងផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ទេចឹងវាអាចត្រូវការនៅអាហារមួយចំនួនទៀតជាធម្មជាតិរបស់សត្វបាទវាស៊ីគ្រោះស៊ីខ្សាច់បាទឃើញពួកវាចឹកស៊ីសបាយបាទយើងឲ្យនៅក្នុងទ្រុងយើងឲ្យស៊ីគ្រាប់ធុញជាតិបាទនៅចំណីផ្សេងដល់ពេលយើងលេងទៅមិនដឹងថាសត្វព្រាបបញ្ចូលចិត្តស៊ីគ្រោះស៊ីខ្សាច់បាទនាំគ្នាចឹកដុំគ្រោះខ្សាច់ធំហ្នឹងបាទនាំគ្នាស៊ីឲ្យចូលចិត្តមែនទេគ្រោះចឹកបាយបានលេងចេញពីទ្រុងបាយបាទមេអំបៅនេះទំចាប់ដើមចូលសមុខទេបាទសាក់ពីនេះកូនបាន6 7ថ្ងៃហើយបាទអសផ្លាក់ឲ្យនឹងមេកាអំពៅនោះកូនធំបាទកូនអាយុប្រហែលជាជាង10ថ្ងៃហើយ